ព្រឹកមិញពេលជូនកូនទៅរៀនកូនប្រាប់ថាម៉ាក់ល្ងាចហ្នឹងកូនអត់ចង់ញ៉ាំបាយទេកូនចង់ញ៉ាំមីឆាតែខ្ញុំអត់ចង់ឲ្យកូនញ៉ាំមីឆាព្រោះអីគាត់ទៅតែពីរលាកកំពង់កអញ្ចឹងក៏នឹកឃើញថាឆាមីសួរឲ្យគាត់ញ៉ាំទៅខ្ញុំអត់ដឹងថាកូនបងប្អូនដូចកូននាងខ្ញុំដែរទេព្រោះអីកូននាងខ្ញុំឲ្យតែថាបានឆារបៀបសរសៃវែងមិនថាមីកាទៀវឬក៏មីសួរទេគឺគាត់ចូលចិត្តខ្លាំងមែនតែនហ្មងឲ្យតែបានឆាម្ដងគឺថាញ៉ាំឡើងអស់ពីចានហ្មងហើយម៉ាក់នេះរៀងចូលដែរបងប្អូនឲ្យតែឃើញកូនញ៉ាំបានច្រើនទោះអត់ចេះមិនក៏ទៅប្រឹងធ្វើឲ្យកូនញ៉ាំដែរសម្រាប់ឆាមីសួរមួយមុខនេះបងប្អូនខ្លះក៏និយមញ៉ាំជាមួយបាយឬក៏ញ៉ាំលេងធម្មតាតែបើសម្រាប់គ្រួសារនាងខ្ញុំវិញចូលចិត្តញ៉ាំលេងធម្មតាជំនួសបាយខ្ញុំជឿថាសម្រាប់ការឆាមីសួរនេះបងប្អូនណាក៏គាត់ចេះធ្វើដែរព្រោះអីមុខម្ហូបនេះគឺពេញនិយមមែនទែននៅរដូវកាលសែនឬមួយក៏ភ្ជុំបិណ្ឌអីអញ្ចឹងណាហើយឥឡូវហ្នឹងក៏ចិត្តដល់រដូវកាលសែនក្បាត់ទឹកហើយនឹងភ្ជុំបិណ្ឌដែរបាទសម្រាប់វិធីធ្វើវិញគឺខ្ញុំធ្វើបែបងាយៗទេបងប្អូនអើយព្រោះអីខ្ញុំក៏មិនមែនជាអ្នកចេះធ្វើម្ហូបអីច្រើនណាស់ដែរ